តោះសួស្តីបងប្អូនថ្ងៃនេះមកប្រាប់បងប្អូនពីវិធីឲ្យកូនមន់ហ្នឹងវាល្អបងប្អូនឲ្យកូនមន់ហ្នឹងវាមានកម្លាំងជាពីជំងឺកូនមន់ទៅផ្ដាច់មេថ្មីនេះបងប្អូនយើងយកវាមកហាលថ្ងៃហាលមកល្មមមើលវាចិត្តហប់យើងយកវាចូលមកលុបវិញហាលថ្ងៃឲ្យវាមានឆ្អឹងរឹងមាំបងប្អូននេះពីស្បប់នេះមេផ្ដាច់អស់ហើយមេឈប់បដាមេរោពងខាងនេះមាន8គ្រាប់កូនមន់រាសីបងប្អូនស្អាតអានេះអាយុ1ខែ5ថ្ងៃ8ក្បាលអញ្ចឹងយើងដាក់5ថ្ងៃចឹងបងប្អូនហើយដាក់ទឹកវីតាមីនឲ្យផឹកហើយចំណីធម្មតាចឹងមើលតែរៀងក្តៅល្មមយកវាចូលវិញ4ក្បាលនេះមានអាយុ1ខែ10ថ្ងៃខុសគ្នា5ថ្ងៃចឹងនេះសារមេទឹមផ្ដាច់អញ្ចឹងយកវាមកហាលថ្ងៃហើយ6ក្បាលនេះអាយុវាបាន20ថ្ងៃហើយមួយក្បាលយកវាមកហាលចឹងដែរឲ្យវាមានសុខភាពល្អហ្នឹងហើយបងប្អូនមានប៉ុណ្្នឹងហើយកូនមន់រាសីស្អាតណាស់តោះសួស្តីបងប្អូនថ្ងៃនេះមកប្រាប់បងប្អូនពីវិធីឲ្យកូនមន់ហ្នឹងវាល្អបងប្អូនឲ្យកូនមន់ហ្នឹងវាមានកម្លាំងជាពីជំងឺកូនមន់ទៅផ្ដាច់មេថ្មីនេះបងប្អូនយើងយកវាមកហាលថ្ងៃហាលមកល្មមមើលវាចិត្តហប់យើងយកវាចូលមកលុបវិញហាលថ្ងៃឲ្យវាមានឆ្អឹងរឹងមាំបងប្អូននេះពីស្បប់នេះមេផ្ដាច់អស់ហើយមេឈប់បដាមេរោពងខាងនេះមាន8គ្រាប់កូនមន់រាសីបងប្អូនស្អាតអានេះអាយុ1ខែ5ថ្ងៃ8ក្បាលអញ្ចឹងយើងដាក់5ថ្ងៃចឹងបងប្អូនហើយដាក់ទឹកវីតាមីនឲ្យផឹកហើយចំណីធម្មតាចឹងមើលតែរៀងក្តៅល្មមយកវាចូលវិញ4ក្បាលនេះមានអាយុ1ខែ10ថ្ងៃខុសគ្នា5ថ្ងៃចឹងនេះសារមេទឹមផ្ដាច់អញ្ចឹងយកវាមកហាលថ្ងៃហើយ6ក្បាលនេះអាយុវាបាន20ថ្ងៃហើយមួយក្បាលយកវាមកហាលចឹងដែរឲ្យវាមានសុខភាពល្អ